បងប្អូនទាំងគ្នាហើយសម្រាប់មួយគ្រឿងដែរ Ranger Ford Ranger ចាំ2010ដែលគាត់ធ្វើការតេស្តបិចដែរភាសាឡានគាត់ជាលុតហើយយើងឆែកមើលទៅឃើញមានបញ្ហាបិចពីរដើមឥឡូវក្រុមការងារកំពុងតែធ្វើការជួសជុលហើយយើងដោះមកតេស្តឲ្យឃើញបញ្ហាពីរដើមធ្វើការជួសជុលហើយមួយវិញទៀតនេះបងចង់ឲ្យបងប្អូនមើលកតិចដូចជាគាត់អត់សូវបានផ្លាស់ប្ដូរតម្រង់ញឹកញាប់ទេមើលទៅពូកតិចច្រើនមិនត្រឹមតែប៉ុណ្ណឹងដោយសារបញ្ហាខូចបិចពីដើមហ្នឹងមកពីយើងឃើញមានជាតិទឹកក្នុងហ្នឹងពេលយើងបែកបិចមកជួសជុលវាមានជាតិមានច្រេះអញ្ចឹងតោះយើងថែទាំនេះតិចតួចមើលទៅលើតម្រង់ប្រេងលើអីវាមានជាតិទឹកទៅធ្វើឲ្យបញ្ហាបិចម្ដងយើងពេលយើងដោះបិចបែកមកឃើញមានច្រេះនៅលើបដូលបិចហ្នឹងចឹងបងប្អូនតែមានបញ្ហាដូចឡាននេះក្តៅដេកអត់ឆេះឬក៏ដូចអានេះពេលខ្លះអាចរលត់ម្ដងម្កាល Ford Ranger នេះអាចអញ្ជើញមក AK បានយើងធ្វើការឆែកជូននិងជួសជុលជូនបានភ្លាមៗអរគុណ